ចាសួស្តីបងប្អូនទាំងអស់គ្នាចឹងថ្ងៃនេះគឺខ្ញុំមកបង្ហាញតាក់ទងជាមួយនឹងការធ្វើសពវិធានធនតាមធនាគារ NBC ជាមួយនឹង CIFS ណាហើយដោយសារតែខ្ញុំឃើញបងប្អូនសមាជិកយើងមួយចំនួនគាត់នៅសពេចសពិលអាចថាគាត់អ្នកថ្មីឬក៏ទៅបញ្ចូលនៅក្នុងវិស័យហិរញ្ញវត្ថុថ្មីអញ្ចឹងណាចឹងថ្ងៃហ្នឹងគឺខ្ញុំចង់មក highlight ថាហេតុអីបានពេលដែលយើងនៅពេលដែលយើងបិទបញ្ជីប្រចាំខែប្រចាំឆ្នាំហើយយើងត្រូវតម្រូវឲ្យមានការនិយត្តភាពមួយចំនួនចឹងបងប្អូនត្រូវដឹងថាបើយើងជាស្ថាប័នដែលស្ថិតនៅក្នុងវិស័យហិរញ្ញវត្ថុមានន័យថាបងប្អូនក្រុមហ៊ុនបងប្អូនហ្នឹងគឺស្ថិតនៅការក្រោមការគ្រប់គ្រងមួយទៀតរបស់ធនាគារជាតិណាចាអញ្ចឹងមានន័យថាពេលដែលបងប្អូនអនុវត្តការចុះបញ្ជីគណនេយ្យតាមស្តង់ដាររបស់ស្តង់ដារគណនេយ្យកម្ពុជាហើយបងប្អូនក៏ត្រូវតែអនុវត្តនៅរាល់បទបញ្ញត្តិមួយចំនួនទៅតាមរបស់ធនាគារជាតិអញ្ចឹងត្រឡប់មកវិញតាក់ទងជាមួយនឹងស្តង់ដាររបស់គណនេយ្យកម្ពុជាខ្ញុំចង់ highlight បងប្អូនយល់ថានៅក្នុង level ស្តង់ដារគណនេយ្យកម្ពុជារបស់យើងគឺយើងបែងចែកចេញជាពីរ level ទី1ស្ថាប័នដែលជាធនាគារឬក៏ស្ថាប័នដែលទទួលប្រាក់មានសិទ្ធិអនុម័តដោយធនាគារជាតិក្នុងការទទួលប្រាក់អន្សំគឺបងប្អូនត្រូវអនុវត្តទៅតាម full CIFRS ប៉ុន្តែបើសិនជាបងប្អូនស្ថិតនៅក្នុង level ជា MFI ឬក៏ OCI មានន័យថាបងប្អូនត្រូវអនុវត្តទៅតាម CIFRS for SME ហើយនៅកន្លែងហ្នឹងមានន័យថាបងប្អូនមានសិទ្ធិស្នើសុំ apply full CIFRS ក្នុងករណីដែលបងប្អូនចង់ក្នុងហ្នឹងគឺច្បាប់ state មកគឺបងប្អូនមានសិទ្ធិស្នើសុំអញ្ចឹងណាហើយមួយទៀតគឺខ្ញុំចង់ highlight ថាតាក់ទងជាមួយនឹងក្រុម external audit ដែលគាត់មក audit ប្រចាំឆ្នាំឲ្យស្ថាប័នរបស់បងប្អូនមានន័យថាគាត់អនុលោមទៅតាមច្បាប់ CIFRS តែដាច់ដライក្រុមហ៊ុនរបស់បងប្អូនមានន័យថារាល់ការរៀបចំរបាយការណ៍រញ្ញធុប្រចាំខែប្រចាំឆ្នាំអីហ្នឹងប្រចាំត្រីមាសប្រចាំឆមាសហ្នឹងគឺបងប្អូនត្រូវអនុវត្តពីទី1គឺបងប្អូនត្រូវអនុវត្តទៅតាម CIFRS ហើយក៏ត្រូវអនុវត្តទៅតាមច្បាប់របស់ NBC ករណីមានបទបញ្ញត្តិដាច់ដោយឡែកណាចាអូខេអញ្ចឹងខ្ញុំទៅ highlight តាក់ទងជាមួយនឹងបទបញ្ញត្តិរបស់នេះបទធនាគារជាតិមានន័យថាតាក់ទងជាមួយការធ្វើសម្បត្តិធននឹងទី1តាមបទបញ្ញត្តិរបស់ NBC មានន័យថាគាត់អនុញ្ញាតឲ្យយើងធ្វើតាម fixed rate របស់ provision ដែលទូទៅគាត់ហៅថាសម្បត្តិធន provision impairment loan ឬក៏ expect credit loss គឺអត្ថន័យក្នុងគឺតាក់ទងជាមួយអត្ថន័យការធ្វើសម្បត្តិធននឹងឯងអញ្ចឹងអាស្រ័យទៅលើតាមស្ថាប័នបងប្អូនដែលហៅអីអញ្ចឹងណាចាអញ្ចឹងនៅក្នុងបទបញ្ញត្តិរបស់ NBC គាត់បែងចែកចំណាត់ថ្នាក់ N ទៀននៅក្នុងជា5ចំណែកជា5ចំណាត់ថ្នាក់ដែលទី1គាត់ហៅថាចំណាត់ថ្នាក់ទូទៅយើងត្រូវធ្វើតាម rate provision គឺ 1% ឃ្លាំមើលគាត់ឲ្យធ្វើ 3% 20% សម្រាប់អនុទានដែលមានចំណាត់ថ្នាក់ក្រោមស្តង់ដារចំណាត់ថ្នាក់សង្ស័យធ្វើ 50% និងចំណាត់ថ្នាក់នៃការបាត់បង់ហ្នឹងគឺឲ្យធ្វើ 100% នេះគឺជា fixed rate មួយដែល NBC គាត់បានប្រកាសចេញមកដាក់ឲ្យស្ថាប័នដែលនៅក្រោមគាត់ត្រូវតែអនុវត្តសម្បត្តិធនហ្នឹងរៀងរាល់ការបិទបញ្ជីផ្សេងបងប្អូននឹងត្រូវគណនាទៅតាម rate មួយហើយដាច់ដោយឡែកនៅក្នុង system របស់យើងមានន័យថាយើងមានការកណនាអូតូមេតឲ្យបងប្អូនរួចហើយគាត់ថាបងប្អូន select ថាបងប្អូនចង់ធ្វើ provision តាមចំណាត់ថ្នាក់មួយណាអញ្ចឹងណាហ្នឹងហើយប៉ុន្តែបងប្អូនកុំភ្លេចថានៅក្នុងប្រកាសរបស់ NBC ហ្នឹងគឺគាត់មានកម្រិតមួយទៀតដែលគាត់ highlight នៅក្នុងប្រកាសទី73គាត់បានប្រាប់យើងថានៅក្នុងករណីដែលបងប្អូនកណនាសម្បត្តិធនហ្នឹងគឺបែងចែកចេញជាពីរកម្រិតមានន័យថាបើសិនជាសម្បត្តិធនរបស់បងប្អូននេះនៅក្នុងបទបញ្ញត្តិរបស់ NBC ហ្នឹងតូចជាងរបស់គណនេយ្យតូចជាងស្តង់ដារគណនេយ្យកម្ពុជាមានន័យថាបងប្អូនត្រូវចុះបន្ថែមនៅចំណាយ provision នឹងនៅរៀងរាល់ចុងការីបច្ឆេទដែលបងប្អូនបិទបញ្ជីហ្នឹងកន្លែងហ្នឹងបងប្អូនត្រូវចាំហ្នឹងគឺជាមូលហេតុមួយដែលតម្រូវឲ្យបងប្អូនធ្វើការចុះនិយត្តភាពប្រចាំខែប្រចាំឆ្នាំនឹងឯងដោយសារតែ NBC គាត់ប្រវាយជា fixed rate ឲ្យយើងមែនប៉ុន្តែគាត់ផ្ដល់លក្ខខណ្ឌចុងក្រោយថាឬក៏ក្នុងគោលបំណងថាយើងអនុវត្តទៅតាមស្តង់ដារគណនេយ្យកម្ពុជាអញ្ចឹងបើសិនជាបងប្អូនគណនាតាម fixed rate របស់គាត់ហើយឃើញចំណាយមួយហ្នឹងទាបជាងកម្រិតដែលយើងគណនាតាមស្តង់ដារគណនេយ្យកម្ពុជាបងប្អូនត្រូវចុះបន្ថែមនៅចំណាយមួយហ្នឹងប៉ុន្តែនៅក្នុងចំណុចទី2ករណីថាបងប្អូនគណនាទៅឃើញចំណាយដែលបងប្អូនចុះបញ្ជីហ្នឹងធំជាងស្តង់ដារគណនេយ្យកម្ពុជាមានន័យថាបងប្អូនត្រូវចុះនិយត្តភាពមកវិញreverse ចំណាយមួយនឹងមកវិញទៅបរិភាគជាមួយនឹង
កណនេះដែល NBC គាត់ provide មកឲ្យយើងមានន័យថាយើងត្រូវ follow ទៅតាម guideline របស់គាត់នេះណាអញ្ចឹងបើសរុបមកវិញមានន័យថាចំណាយសម្បត្តិធនទោះបីជាបងប្អូនធ្វើតាម guideline របស់ NBC ប៉ុន្តែលទ្ធផលចុងក្រោយគឺយកមូលដ្ឋានស្តង់ដារគណនេយ្យនៃកម្ពុជាមកធ្វើជាមូលដ្ឋានចំណាយ provision ដាច់ខាតចុងក្រោយត្រូវតែស្មើជាមួយនឹងចំណាយតាម method ដែលយើងគណនាទៅតាមរបស់ស្តង់ដារគណនេយ្យកម្ពុជាអញ្ចឹងហើយបានពេលចុងគ្រានៅពេលដែលយើងបិទបញ្ជីមួយបងប្អូនត្រូវធ្វើការតិចតភាពឡើងវិញហើយនៅក្នុងនេះគឺខ្ញុំ highlight បន្តិចថាហេតុអីបានជាសម្បត្តិធនរបស់យើងហ្នឹងអត់អាចស្មើគ្នាជាមួយនឹងសម្បត្តិធនដែលយើងគណនាតាមរបស់ NBC ព្រោះ method នៅក្នុងការគណនាខុសគ្នាដោយសារតែ NBC គឺគាត់ provide ជា fixed rate មកឲ្យយើងក្នុងការគណនាប៉ុន្តែនៅក្នុងរូបមន្តស្តង់ដារគណនេយ្យកម្ពុជាគឺយើងប្រើទៅតាម history data ដែលរូបមន្តរបស់គាត់គឺស្មើ PD គុណ LGD ជាមួយនឹងគុណជាមួយនឹង outstanding របស់យើង default outstanding អញ្ចឹងនៅក្នុង PD rate បងប្អូនដឹងហើយថាយើង better data analyze របស់យើងមានន័យថាស្ថាប័នខ្លះគាត់មានទិន្នន័យដល់5ឆ្នាំខ្លះ3ឆ្នាំខ្លះ10ឆ្នាំអញ្ចឹងកន្លែងនេះខ្ញុំគ្រាន់តែចង់ highlight ថាបើសិនជាបងប្អូនមាន data កាន់តែច្រើនការ analyze របស់យើងវាកាន់តែរត់កម្រិតមួយដែលហៅថាអត់លំអៀងកាន់តែតិចអញ្ចឹងណាហ្នឹងហើយអញ្ចឹងតកតងជាមួយនឹង PD rate ជាមួយ LGD rate នេះហើយដែលធ្វើឲ្យ expect credit loss ឬក៏ impairment loan impairment បងប្អូនអត់ស្មើជាមួយនឹង NBC អញ្ចឹងនៅក្នុងនេះគឺខ្ញុំអត់ទៅលំអិតតកតងមួយ PD rate ជាមួយនឹង LGD rate ទេព្រោះខ្ញុំគិតថាបងប្អូននឹងច្បាស់ហើយតកតងជាមួយនឹងហើយនៅក្នុងវីដេអូមុនក៏ខ្ញុំបានបរៀនលំអិតតកតងជាមួយនឹង PD rate យើងគណនារបៀបម៉េចហើយ LGD rate ហ្នឹងយើងគណនារបៀបម៉េចណាចាអញ្ចឹងយើងចូលទៅដល់ topic នៃការលំអៀងនៃការនិយត្តភាពរបស់យើងវិញបងប្អូនមើលនៅក្នុងទិន្នន័យមួយនេះខ្ញុំយកទិន្នន័យ2ខែមកមានន័យថាបន្ទាប់ពីខ្ញុំបិទបញ្ជីនៅថ្ងៃទី30ខែ6ហើយនៅក្នុងខែទី1ខ្ញុំឧទាហរណ៍ថា outstanding សរុបរបស់យើងគណនាទៅតាម method របស់ impairment ឬក៏ expect credit loss តាម CIFI ហើយខ្ញុំឃើញ total provision របស់យើងឃើញថាមាន 42,000 ហ្នឹងណាប៉ុន្តែនៅក្នុង NBC បើយើងគណនាតាម rate របស់ NBC យើងឃើញតែ 37,000 នេះអញ្ចឹងបងប្អូនសាកប្រៀបធៀបមើលថាមួយណាធំជាងមានន័យថា impairment របស់ NBC តូចជាង impairment របស់ស្តង់ដារគណនេយ្យកម្ពុជាអញ្ចឹងតម្រូវឲ្យបងប្អូនចុះបន្ថែមចំណាយនៅចុង period មួយហ្នឹងគឺបងប្អូនយកតួលេខរបស់ SME មក CIFI for SME ដកជាមួយនឹង NBC ទៅបងប្អូនឃើញនៅខ្វះប្រមាណបងប្អូនចុះបន្ថែមចំណាយថាប៉ុណ្ណឹងណាចុះថែមចំណាយសម្បត្តិធនប៉ុណ្ណឹងហ្នឹងក្នុងករណីទី1ដែលខ្ញុំបង្ហាញបងប្អូនពីមុនមកប៉ុន្តែក្នុងករណីទី2ឧទាហរណ៍ថាក្នុងករណីទី2បងប្អូនបិទបញ្ជីហើយបងប្អូនឃើញចំណាយសម្បត្តិធននេះនៅក្នុង system ក្នុងប្រព័ន្ធគណនេយ្យរបស់យើងឃើញ 33,000 អញ្ចឹងប៉ុន្តែបើសិនជាយើងគណនានៅក្នុងរបស់ CIFRS វិញឃើញតែ 27,100 ទេអញ្ចឹងណាអូខេអញ្ចឹងអ្វីដែលបងប្អូនត្រូវធ្វើបងប្អូនត្រូវប្រៀបធៀបពេលនេះគឺចូលករណីអីគេចូលករណី NBC ធំជាង CIFRS for SME អញ្ចឹងនៅក្នុងករណីថា NBC ធំជាងនៅក្នុង slide ទី1ដែលខ្ញុំបញ្យល់មិញមានន័យថាយើងយកមូលដ្ឋានរបស់ CIFRS for SME គឺជាមូលដ្ឋានតួលេខនៅក្នុងរបាយការណ៍រ៉ែងថោករបស់យើងអញ្ចឹងមានន័យថាចំណាយ maximum ដែលយើងទទួលបាននៅក្នុង income statement របស់យើងឬក៏ចំណាយសម្បត្តិធនដែលបងប្អូនត្រូវទទួលស្គាល់នៅក្នុងខែហ្នឹងត្រឹមតែ 271,000 ហ្នឹងទេអញ្ចឹងបងប្អូនត្រូវ reverse តាក់ទងជាមួយនឹងតួលេខដែលលើសហ្នឹងចេញមកវិញគឺយកចំណាយរបស់ធនាគារជាតិចំណាយសម្បត្តិធនរបស់ធនាគារជាតិដកជាមួយនឹងចំណាយដែលយើងគណនាទៅតាមស្តង់ដារនេះឃើញលំអៀងប្រមាណគឺបងប្អូនត្រូវដកចេញមកវិញអញ្ចឹងហើយជាសរុបមកវិញមានន័យថាបងប្អូនតម្រូវឲ្យធ្វើតាក់ទងជាមួយនឹងចំណាយធ្វើនិយត្តភាពតាក់ទងជាមួយចំណាយសម្បត្តិធននេះនៅរៀងរាល់ប្រចាំខែប្រចាំឆ្នាំព្រោះអីដោយសារតែបងប្អូនselectមានន័យបងប្អូនselect methodតាំងពីដំបូងមកគឺបងប្អូនជ្រើសរើសយកការអនុវត្តសម្បត្តិធន follow ទៅតាមច្បាប់ NBC ក្នុងគោលបំណងមួយគឺបងប្អូនឲ្យ system auto generate report ប្រចាំខែប្រចាំត្រីមាសប្រចាំឆមាសប្រចាំឆ្នាំ submit ទៅធនាគារជាតិអញ្ចឹងបងប្អូនត្រូវតែ
ធ្វើការកែតម្រូវដោយ menu ឬក៏ខាងក្រៅបន្ថែមទៀតដើម្បី follow ទៅតាម standard CIFOS ដែលបងប្អូនត្រូវអនុវត្តដូចគ្នាអញ្ចឹងនៅក្នុងការអនុវត្តឬការនិយត្តភាពបងប្អូនត្រូវដឹងថាតើបងប្អូនឈរនៅកន្លែងណានៃ system ដែលយើងកំពុងតែប្រើប្រាស់នេះបងប្អូនប្រើវិធីសាស្ត្រអីបើសិនជាបងប្អូនប្រើតាមវិធីសាស្ត្រ NBC បងប្អូនដាច់ខាតត្រូវតែអនុវត្តនិយត្តភាពទៅតាម standard ដែរព្រោះដោយសារ NBC គាត់ថែមខ្លះចុងក្រោយគឺយកមូលដ្ឋានរបស់ CIFOS SME ហ្នឹងគឺជាមូលដ្ឋាននៅក្នុងការទទួលស្គាល់ចំណាយអញ្ចឹងណាអញ្ចឹងខ្ញុំចង់បញ្យល់បងប្អូនឲ្យយល់កន្លែងហ្នឹងថាបើបងប្អូនស្គាល់ថាយើងឈរកន្លែងណាបងប្អូននឹងយល់ថាកន្លែងដែលយើងត្រូវនិយត្តភាពត្រូវធ្វើអីខ្លះនៅក្នុងចុងក្រោយបច្ឆេទហើយនឹងមួយទៀតដែលខ្ញុំចង់ឲ្យបងប្អូនចាំមានន័យថាបងប្អូនត្រូវតែតាមដានឲ្យជាប់នៅក្នុងលិខិត guideline ដែលចេញពី NBC ដោយសារតែបងប្អូននៅក្រោមវិស័យរបស់ធនាគារជាតិអញ្ចឹងរាល់ច្បាប់ឬអីផ្សេងៗដែលជាបទបញ្ញត្តិរបស់គាត់ហ្នឹងបងប្អូនត្រូវតាមដានឲ្យជាប់អញ្ចឹងបងប្អូននឹងដឹងថាតើនៅក្នុងគោលដៅដែលយើងធ្វើនិយត្តភាពអីមួយនេះយើងធ្វើបេះទៅលើអីព្រោះដូចនៅក្នុង system ក៏ដូចគ្នាយើងយកច្បាប់ជាមូលដ្ឋាននៅក្នុងការកែប្រែអីមួយយើងអត់អាចធ្វើតាមនេះយើងទេណាអញ្ចឹងបើករណីថាត្រឡប់មកវិញដែលខ្ញុំឃើញភាគច្រើនបងប្អូនថាមេសួរតាក់ទងនឹងចំណាយហេតុអីបានអញ្ចឹងចំណូលហេតុអីបានធ្វើអញ្ចឹងបងប្អូនត្រូវយកច្បាប់ទៅបកស្រាយបញ្យល់គាត់ព្រោះដោយសារគាត់ជាងការគាត់ជាអ្នកវិនិយោគហ្នឹងជា shareholder របស់យើងបានន័យថាគាត់អត់បានតាមដានឬក៏អត់បានលំអិតស៊ីជម្រៅទៅដោយពួកយើងជាអ្នកជំនាញអ្នកកាន់ finance ទាំងមូលហ្នឹងទេអញ្ចឹងតួនាទីបងប្អូនមិនមែនមានន័យថាតែឆ្លើយមួយគាត់ថាខ្ញុំអត់ដឹងទេ system ធ្វើអញ្ចឹងអាហ្នឹងគឺជាចម្លើយដែលអត់ត្រូវអត់បានបង្ហាញថាបងប្អូនមានទំនួលខុសត្រូវនៅក្នុងតួនាទីបងប្អូនទេអញ្ចឹងមានន័យថាបងប្អូនរាល់ថ្ងៃគ្រាន់តែធ្វើទៅតាមអ្វីដែលគេដាក់ទៅតែបងប្អូនអត់យល់អត្ថន័យអញ្ចឹងដើម្បីឲ្យតួនាទីរបស់យើងមានតម្លៃបងប្អូនត្រូវយល់ថាមូលហេតុអីបានប្រព័ន្ធចងបែបហ្នឹងបងប្អូនត្រូវប្រមូលតាក់ទងជាមួយឯកសារដែលពាក់ព័ន្ធហើយបងប្អូនត្រូវតែអាចឆ្លើយទៅ shareholder របស់យើងគ្រប់សំណួរដែលគាត់សួរដោយយកតាក់ទងជាមួយនឹងច្បាប់ទៅបកស្រាយកន្លែងហ្នឹងណាអញ្ចឹងថ្ងៃនេះគឺខ្ញុំចង់មកបង្ហាញបងប្អូននៅក្នុងចំណុចមួយហ្នឹងដើម្បីឲ្យយល់ពីគោលបំណងនៃការធ្វើនិយត្តភាពមួយចំនួនហើយមួយទៀតដែលបងប្អូនសួរថាហេតុអីបានត្រូវធ្វើរបាយការណ៍ external audit report បងប្អូនត្រូវទៅអានច្បាប់តាក់ទងជាមួយនឹងលក្ខខណ្ឌនៃការធ្វើ external audit report ទី1អាចបងប្អូនជួបលក្ខខណ្ឌណាមួយនៅក្នុងច្បាប់របស់ក្រសួងសេដ្ឋកិច្ចទី2អាចបងប្អូនត្រូវការធ្វើស្នើសុំកម្ចីបន្ថែមអញ្ចឹងដើម្បីអាចស្នើសុំកម្ចីបានមានន័យថាលុះត្រាតែក្រុមហ៊ុនអញ្ចឹងមាន external audit report ហើយបងប្អូនត្រូវដឹងថា external audit report សំខាន់ណាបងប្អូនត្រូវ submit external audit report ហ្នឹងទៅពន្ធដារទៅអាការមានពីរករណីបើបងប្អូនមាន external audit report ទៅ submit ហើយបងប្អូនអត់ចាំបាច់រៀបរបាយការណ៍ឯងទៅផ្សេងមួយទៀតដើម្បី submit ទៅអាការតាម template របស់គាត់ទេបងប្អូនត្រូវ submit external audit report ហ្នឹងទៅធនាគារជាតិមួយទៀតហ្នឹងគឺសុទ្ធជាបញ្ហាដែលបងប្អូនត្រូវដឹងត្រូវយល់ពីខ្លឹមសារមួយហ្នឹងហើយអញ្ចឹងដោយសារកុំឲ្យវីដេអូនឹងវែងខ្ញុំសូមបញ្ចប់ត្រឹមប៉ុណ្្នឹងតាក់ទងជាមួយនឹង topic ខ្ញុំថ្ងៃនេះណាអរគុណ